មានជនជាតិមីយ៉ាន់ម៉ាចំនួន729នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាតាមជើងយន្តហោះពិសេសពាក់ព័ន្ធករណីស្នាក់នៅធ្វើការខុសច្បាប់និងគ្មានលិខិតឆ្លងដែននេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបន្តប្រវេសន៍នៅថ្ងៃទី29ខែមករាឆ្នាំ2026ការបណ្តេញចេញជនបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ប្រជាណាចក្រកម្ពុជាក្នុងកិច្ចការខិតខំបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអន្តរជាតិគួររំលឹកផងដែរថាកាលពីដើមខែមករាឆ្នាំ2026កម្ពុជាទើបតែចាប់បញ្ជូនលោក Chen Zi ដែលជាមេខ្លោងឧក្រិដ្ឋកម្មឆ្លងដែនឆបោកតាមអនឡាញទៅកាន់ប្រទេសចិនវិញដោយមានការសហការសម្របសម្រួលជាមួយសមត្ថកិច្ចចិន